បាទវីដេអូនេះគឺសម្រាប់អ្នកដែលគាត់ធ្លាប់ឈឺចង្កេះឬឈឺខ្នងជាពិសេសនៅផ្នែកខាងក្រោយហ្នឹងអញ្ចឹងលំហាត់ប្រាណងាយៗដែលយើងទាំងអស់គ្នាអាចធ្វើបាននៅផ្ទះឬក៏នៅជីមអូខេអញ្ចឹងយើងចាប់ផ្ដើមនៅមានកម្រាលមួយអញ្ចឹងមកយើងអង្គុយចុះរៀបលើកម្រាលហ្នឹងទៅហើយយើងសណ្ដូកដៃទៅឲ្យដល់ចុងជើងបាទដូចឃើញក្នុងវីដេអូនេះអញ្ចឹងខ្ញុំព្យាយាមសណ្ដូកដៃទៅហើយទាញឲ្យចង្កេះរបស់ខ្ញុំហ្នឹងពុតឲ្យអស់តាមតែអាចធ្វើបានបើសិនជាអ្នកទាំងអស់គ្នាអាចធ្វើទៅទៀតបានគឺយើងអាចទាញពុតរហូតដល់កដៃរបស់យើងហ្នឹងប៉ះនឹងចុងជើងបាទសម្រាប់ខ្ញុំមិនទាន់អាចធ្វើបានទេអញ្ចឹងគ្រាន់តែចុងដៃប៉ះចុងជើងនេះបន្ទាប់មកទៀតគឺយើងអង្គុយសណ្ដូកជើងតែមួយចំហៀងទេទៅផ្នែកខាងឆ្វេងរបស់យើងទៅហើយជើងមកចំហៀងទៀតយើងដាក់អង្គុញមកខាងមុខហើយយើងយកដៃរបស់យើងទាញទៅចំហៀងដូចខ្ញុំធ្វើអញ្ចឹងហើយទាញឲ្យតឹងអញ្ចឹងចង្កេះរបស់យើងចាប់តាមពុតទៅខាងនោះយើង stretch វាហៅថា stretch ណាធ្វើប្រហែលជា10 second ហើយយើងបដូរជើងម្ដងជើងខាងស្ដាំម្ដងគឺខ្ញុំព្យាយាមទាញឲ្យលោកស្ថិតសណ្ដូកឲ្យត្រង់អញ្ចឹងទៅហើយដៃខ្ញុំលើកទៅលើហើយអោនចុះដាក់ម្ដងបន្តិចម្ដងព្យាយាមឲ្យដៃរបស់ខ្ញុំហ្នឹងប៉ះជាមួយចុងជើងទៀតទាញអញ្ចឹងប្រហែលបាន10ទៅ15វិនាទីទៅយើងមានអារម្មណ៍ថាចង្កេះរបស់យើងរៀងសណ្ដូករៀង stretch បានច្រើនបាទចាប់ផ្ដើមមានអារម្មណ៍ថារៀងស្រួលចង្កេះបន្តិចហើយពេលនេះបាទអញ្ចឹងយើងដាក់ជើងទាំងពីរចំមុខជើងមកខាងមុខដូចគ្នាម្ដងនេះយើងយកបាតជើងប៉ះបាតជើងហើយព្យាយាមអោនសម្រាប់ខ្ញុំព្យាយាមអោនហើយព្យាយាមឲ្យក្បាលរបស់ខ្ញុំហ្នឹងប៉ះនឹងចុងជើងប៉ុន្តែអត់ទាន់មួយរយៈនេះអត់ទាន់ប៉ះទេគ្រាន់ថាព្រមទាន់ដល់កម្រិតប្រូនៅឡើយទេអញ្ចឹងព្យាយាមប៉ះបន្តិចប្រហែលជា2ទៅ3អាទិត្យទៀតខ្ញុំអាចយកថ្ងាសរបស់ខ្ញុំហ្នឹងប៉ះនឹងចុងជើងបានហើយបាទ10វិនាទីទៅ15វិនាទីដែរបន្ទាប់មកទៀតយើងគេងខ្នងត្រង់ផ្អៀងដៃស្ដាំដាក់មកចំហៀងជើងឆ្វេងបោះទៅមកចំហៀងដូចខ្ញុំធ្វើក្នុងរូបនេះអញ្ចឹងប៉ុន្តែសូមចងចាំថាចង្កេះគឺព្យាយាមដាក់ឲ្យត្រង់បាទអត់ព្យាយាមប្រហើបទេអញ្ចឹងហើយធ្វើឲ្យឆ្អឹងខ្នងរបស់យើងហ្នឹងវា stretch បានមួយសន្ធឹងតែម្ដងបាទ10វិនាទីទៅ15វិនាទីយើងឆ្លាស់ធ្វើជើងមួយជំហានទៀតគឺដៃស្ដាំជើងឆ្វេងបាទព្យាយាមទាញឲ្យជង្គង់មកប៉ះនឹងកម្រាលដូចគ្នាទៅហើយដៃយើងដាក់នៅដដែលហើយព្យាយាម stretch ឲ្យអស់ខ្នងត្រង់បាទអញ្ចឹង15ទៅ15វិនាទីដដែលបាទនៅដល់ត្រឹមនេះអ្នកនរអគ្នាមានអារម្មណ៍ថាចង្កេះយើងរៀងត្រង់ហើយស្រួលជាងមុនខ្លះហើយបន្តមកទៀតដូចរបៀបអង្គុយបើសិននេះយើងដូចអង្គុយកងពាក់ខ្លាអញ្ចឹងណាឃើញទេយើងទាញអញ្ចឹងមកហើយព្យាយាមទាញជង្គង់មកប៉ះឲ្យដល់ទ្រូងទៅតាមធ្វើទៅអាចទៅបានចងចាំថាសូមដាក់ខ្នងឲ្យស្មើនឹងដីជើងមកជាហៀងទៀតយើងកងពាក់ខ្លាអញ្ចឹងដែរហើយយើងទាញជង្គង់របស់យើងឡើងមកលើព្យាយាមទាញឲ្យអាចមកបើយើងទាញជង្គង់ហ្នឹងមកប៉ះនឹងទ្រូងរបស់យើងតាមតែអាចធ្វើបានបាទសម្រាប់ខ្ញុំអត់ទាន់ធ្វើបានទេគ្រាន់តែចាប់ផ្ដើមដែរអញ្ចឹងខ្ញុំធ្វើអញ្ចឹងពី10ទៅ15វិនាទីបាទមានអារម្មណ៍ថាចង្កេះរបស់ខ្ញុំរៀងធូរស្បើយជាងមុនហើយ exercise បន្ទាប់គឺយើងផ្កាប់មុខទៅនឹងកម្រាលហើយយើងយកដៃរុញខ្លួនរបស់យើងមកខាងក្រោយដូចរបៀបពោះវែកណាបាទព្យាយាមរុញតាមដែលចង្កេះរបស់យើងអាចពុតទៅបានបាទធ្វើអញ្ចេះធ្វើឲ្យអឹងខ្នងរបស់យើងហ្នឹងវាមានចលនាសាច់ដុំហ្នឹងទៅមុខទៅក្រោយភាគច្រើនយើងមានតែទៅមុខវិញអញ្ចឹងពេលយើងធ្វើវាមកក្រោយអញ្ចឹងវាធ្វើឲ្យសាច់ដុំរបស់យើងរៀងរឹងហ្នឹងគឺរឹងល្អបាទមិនរឹងអាក្រក់ទេអញ្ចឹងព្យាយាមធ្វើទៅ4ទៅ5ដងឬក៏ទៅតាម10ដងអាចទៅធ្វើតែយើងធ្វើមួយព្យាយាមរុញបន្តិចម្ដងកុំព្យាយាមរុញកំហកបើរុញកំហកធ្វើឲ្យយកវាចុកចាប់ចង្កេះអីចឹងណាយើងមិនទៅព្យាបាលចង្កេះទៅចុកចាប់ចង្កេះវិញបាទ
បន្ទាប់មកទៀតធ្វើគេហៅថាខ្ញុំអត់ចាំឈ្មោះអីគេ file ហ្នឹងទេប៉ុន្តែឃើញគឺខ្នងយើងកោងហើយផតទៅវិញកោងហើយផតទៅវិញឯកសារនេះសម្រាប់អ្នកដែលមើលទៅរឿងចម្លែកបន្តិចប៉ុន្តែខ្ញុំធានាថាពេលអ្នកទាំងអស់គ្នាធ្វើអញ្ចឹងគឺនឹងចូលចិត្តហ្មងពីព្រោះថាវាធ្វើឲ្យក្នុងឆ្អឹងខ្នងរបស់យើងកោងពុត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 បាទដែលភាគច្រើនយើងអត់សូវធ្វើអញ្ចឹងបានវាបណ្ដាលយើងឈឺចង្កេះអញ្ចឹងធ្វើ10ទៅ15វិនាទីទៅហើយចប់បាទហើយសូមព្យាយាមធ្វើរាល់ថ្ងៃបាទ